បាទជំរាបសួរពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ដាំដុះដំណាំហើយតែងតែចង់បាននៅលទ្ធផលនៃដំណាំហ្នឹងគឺលូតលាស់ល្អឬក៏ទិន្នផលខ្ពស់បាទថ្ងៃនេះគឺហួយយន្តកសិកម្មនៅក្នុងនាមខ្ញុំបាទយន្តសុផាជាប្រធាននាយកបច្ចេកទេសចង់ជំរាបជូនពុកម៉ែបងប្អូនថាយើងចង់ដាំដំណាំបានផលខ្ពស់ឬក៏លូតលាស់ល្អយើងអាចប្រឹក្សាបាទជាមួយជាអ្នកជំនាញឬក៏បច្ចេកទេសបាទហ្នឹងហួយយន្តកសិកម្មបាទយើងបើកចំហហើយចុះបាទមកផ្ទាល់ក៏ដូចជាការប្រឹក្សាបច្ចេកទេសដែលឥតគិតថ្លៃពីបញ្ហានៃការដាំដុះបាទជ្រើសរើសដីយ៉ាងណាឬក៏ធ្វើដីយ៉ាងណាធ្វើយ៉ាងម៉េចឲ្យដីនឹងមានគុណភាពសម្រាប់មេរោគដីដើម្បីដីនឹងផ្ដល់ជីទៅឲ្យដំណាំរបស់យើងលូតលាស់ល្អបាទអញ្ចឹងពុកម៉ែបងប្អូនអាចតាក់ទងមកហួយយន្តកសិកម្មហួយយន្តកសិកម្មគឺជាក្រុមហ៊ុនផលិតនិងចែកចាយជីធម្មជាតិនៅក្នុងស្រុកបាទធំជាងគេហើយជាស្នាដៃរបស់កូនខ្មែរយើងបាទទស្សនវិស័យគឺធ្វើយ៉ាងណាបាទចង់ឲ្យកសិកម្មស្រុកខ្មែរយើងរីកចម្រើនចង់ឲ្យកសិកម្មស្រុកខ្មែរយើងទទួលបាននៅបាទការដាំដុះដែលមានគុណភាពបាទស្តង់ដារបាទទទួលបាននៅទិន្នផលខ្ពស់ចឹងដើម្បីបានអាទាំងអស់នេះពុកម៉ែបងប្អូនទៅចាំថាមានតែបច្ចេកទេសមានតែគ្រូជំនាញទេដែលអាចជួយពុកម៉ែបងប្អូនបានហើយការប្រើប្រាស់និងការចំណាយនឹងវាទាបកាលណាយើងធ្វើតាមបទដ្ឋានបច្ចេកទេសប្រើប្រាស់ទៅតាមស្តង់ដារត្រឹមត្រូវដំណាំលូតលាស់ល្អហើយប្រើទុនតិចបាទអ្វីដែលប្រើទុនច្រើនហើយខាតនោះគឺដំណាំអត់ល្អបានផលទាបហើយចំណាយខ្ពស់បាទប្រើជីថ្នាំទៅច្រើនបាទដោយសារការប្រើទៅវាខុសបាទទៅតាមបទដ្ឋាននៃបច្ចេកទេសប្រើទៅដំណាំអត់ស៊ីចឹងបានពាក្យខ្ញុំមួយតែនៅជំរាបជូនថាដាំដុះបាទយកជីមកដាក់លើដំណាំមិនសំខាន់ទេសំខាន់ដំណាំបាន CG នឹងអត់នេះគឺជារឿងមួយសំខាន់ដែលពុកម៉ែបងប្អូនត្រូវពិចារណាផងដែរអញ្ចឹងរាល់ព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចតាក់ទងទៅតាមលេខដែលមាននៅលើអេក្រង់ស្រាប់បាទសូមអរគុណ